បាទសូមគោរពញាតិញោមពុទ្ធបរិស័ទព្រមទាំងបងប្អូនប្រុសស្រីជាទីគោរពរាប់អានក្នុងឱកាសនេះខ្ញុំនឹងសូមលើកយកអំពីព្រះពុទ្ធគុណគឺព្រះនាមទី5របស់ព្រះអង្គគឺលោកវិទូហើយយកមកសិក្សាបញ្យលណាព្រោះបងប្អូនខ្លះភាគច្រើនចេះតែសូត្រនឹងរត់មុតហើយក៏ប៉ុន្តែពុំសូវយល់ន័យតើព្រះនាមទី5របស់ព្រះអង្គគឺលោកវិទូនឹងមានសេចក្តីយ៉ាងដូចម្ដេចបាទព្រះនាមទី5របស់ព្រះអង្គនឹងគឺលោកវិទូនឹងទ្រង់ព្រះនាមថាលោកវិទូព្រោះព្រះអង្គនឹងជ្រាបច្បាស់នៅត្រៃលោកដូច្នេះខ្ញុំនឹងយកពាក្យថាត្រៃលោកនឹងមកសិក្សាពន្យល់តើត្រៃលោកដូចម្ដេចត្រៃលោកនឹងមាន3ដែលព្រះអង្គនឹងទ្រង់ជ្រាបច្បាស់ត្រៃលោកនឹងមាន3គឺ1កាមលោក2រូបលោក3អរូបលោកហើយយកមកពន្យល់នឹងដោយសង្ខេបអត់សូមអធិស្ឋានបាទទី1នោះគឺកាមលោកនេះគឺមាន11ភូមិហើយភូមិនីមួយនឹងតាំងនៅផ្សេងគ្នាគឺមនុស្សនឹងមានភូមិ1ទេវលោកឬក៏ទេវតានឹងមានភូមិ6ជាន់មនុស្សមានភូមិ1ទេវតាមានភូមិ1រួមមាន7ភូមិណាមនុស្សនិងទេវតានឹងកើតនៅក្នុងសុគតិភូមិមនុស្សនិងទេវតានឹងប្រកបទៅដោយការរក្សាសិលធ្វើបុណ្យធ្វើទានជាដើមធម្មតាចំណែកអបាយភូមិនោះគឺមាន4ទៀតហើយភូមិនីមួយនឹងមាននាមមានឈ្មោះខុសគ្នាផ្សេងគ្នានឹងមានទីលំនៅមានទីតាំងនិងកំណើតផ្សេងគ្នាដែរនរកនឹងក៏មានភូមិមួយប្រែតនឹងក៏មានភូមិមួយទេរឆាននឹងក៏មានភូមិមួយអសូរកាយនឹងក៏មានភូមិមួយពួកទាំង4ភូមិនេះកើតនៅក្នុងទុគតិភូមិណាគឺជាភូមិប្រកបទៅដោយសេចក្តីទុក្ខវេទនាជានិច្ចហើយឃ្លាតឆ្ងាយអំពីសេចក្តីសុខសេចក្តីចម្រើនសរុបមកគឺមនុស្ស1ទេវតា6អបាយភូមិ4សរុបមកមាន11ភូមិឲ្យឈ្មោះថាកាមលោកទី2គឺរូបលោកនេះរូបលោកនឹងបានដល់ព្រំមានរូបដែលតាំងនៅក្នុងឋាន16ជាន់នឹងមានដូចជាបរិសញ្ជាព្រំបរោហិតព្រំមហាព្រំជាដើមនេះទី3គឺអរូបលោកនេះអរូបលោកនឹងបានដល់ព្រំអិតរូបដែលតាំងនៅក្នុងឋាន4ជាន់ណាមានដូចជាអាកាសនញ្ញយតនៈវិញ្ញាណញ្ញយតនៈអាកញ្ញយតនៈនិងនេវសញ្ញានាសញ្ញាអយតនៈបាទចំពោះព្រំមានរូបក្តីព្រំអត់រូបក្តីគឺហួសការរក្សាសិលព្រោះសោយតែផលឈានតែប៉ុណ្ណោះបាទព្រះពុទ្ធគុណបទនេះគឺសំដៅយកព្រះអង្គជ្រាបច្បាស់នៅលោកទាំង3មានមនុស្សលោកនឹងជាដើមគឺព្រះអង្គនឹងជ្រាបច្បាស់ទីកន្លែងស្រុកនគរគ្រប់ទាំងអស់ទ្រង់ជ្រាបទាំងចរិយាទាំងទេសភាពទាំងជីវភាពទាំងហេតុផលរបស់សត្វលោកគ្រប់ជំនាន់ដែលកើតនៅក្នុងទីណាមួយជាសត្វថោកទាបដោយត្រកូលទ្រព្យសម្បត្តិឬខ្ពង់ខ្ពស់ដោយត្រកូលទ្រព្យសម្បត្តិទ្រង់ជ្រាបច្បាស់នៅការប្រព្រឹត្តទៅដោយសត្វលោកនឹងគ្រប់ជំនាន់ដែលតកតងនឹងដោយសេចក្តីសុខណាសេចក្តីទុក្ខផ្លាស់ប្ដូរប្រែប្រួលទៅតាមកតិធម្មជាតិមួយទៀតនឹងព្រះនាមថាលោកវិទូនឹងគឺសំដៅយកព្រះអង្គជាអគ្គមហាបុរសណារតនៈ
ហើយព្រះអង្គនឹងទ្រង់ជ្រាបច្បាស់ឆ្លៀសវៃនៃចំពោះភពនិងចក្រវាលនឹងដោយឥតទើសតឡើយបាទព្រះពុទ្ធគុណព្រះនាមទី5ដែលខ្ញុំបាទយកមកសិក្សាពន្យល់ដោយសង្ខេបនេះពេលនេះក៏សូមចប់តែប៉ុណ្ណេះហើយសូមរងចាំស្ដាប់បន្តទៀតនៅវគ្គព្រះពុទ្ធគុណព្រះនាមទី6ទៀតបាទសូមគោរពសូមជម្រាបលា